3 ថ្ងៃក្រោយមកសម្ោចមុខបាននឹងក៏បានឆ្លងកាត់នៅទីនោះម្ដងទៀតអញ្ចឹងប៉ុន្តែវាឃើញតែស្រោមសក់របស់ដង្កូវកាលពីថ្ងៃមុនប៉ុណ្ណោះអញ្ចឹងវាក៏យើងឆ្ងល់ណាយ៉ាងខ្លាំងរំពេចនោះដែរស្រាប់តែមានស្រមោលមួយស្ទង់ណាហ្នឹងហើយហោះពីលើនេះបាទពីលើវាបាំងពីលើស្រមោលហ្នឹងហើយវាក៏ងើយមើលឡើងទៅឃើញមានអំបៅដ៏ស្រស់ឆើតឆាយមួយក្បាលកំពុងតែទទះស្លាប់ណាហោះមកគួរជាទីកយគុណអញ្ចឹងមានអំបៅហ្នឹងក៏បន្ទាបខ្លួននិយាយមកកាន់ស្រមោលថាអូសម្លាញ់ដល់គួរឲ្យអាណិតអើយមើលចុះជីវិតឯងពេលនេះបានត្រឹមតែរត់ចុះឡើងណាតាមផ្លូវដ៏វែងឆ្ងាយប៉ុណ្ណោះវាពិតជាដូចពាក្យឯងដែលនិយាយប្រាប់ខ្ញុំយ៉ាងអញ្ចឹងណាអញ្ចឹងមានអំបៅនិយាយរួចក៏ទទះស្លាប់ហើរទៅលើអាកាសរហូតនៅបាត់សមោលតែម្ដងអញ្ចឹងតម្លៃអប់រំនៃរឿងហ្នឹងគឺចង់បង្ហាញពីកុំវាតម្លៃមនុស្សតែសម្បកខាងក្រៅដូចណាសមោលអញ្ចឹងគឺដៀលថ្មាស់នៃសត្វដង្កូវអញ្ចឹងពេលដង្កូវសក់ទៅវាទៅជាមានអំបៅអញ្ចឹងហោះបានឆ្ងាយជាងមានសមោលដែលនិយាយណាពេលជ្រាយឲ្យដង្កូវកាលពីថ្ងៃមុនអញ្ចឹងណាអញ្ចឹងជីវិតមនុស្សយើងគឺកុំមើលងាយមនុស្សណាបានអញ្ចឹងគេអត់ឲ្យមើលងាយមនុស្សទេតើនេះតែជាស្រឡាញ់គ្នាហ្នឹងហើយកុំមានអីបានអីតិចតួចណាឌៀមតាមលើដងចឹងអត់ល្អទេចឹងអរគុណច្រើនរឿងមានតែប៉ុណ្ណឹងអរគុណជំរាបលា